She said hello នាងនិយាយថាសួស្ដីយើងប្រើ say នៅពេលដែលយើងចង់សង្កត់ទៅលើសារឬក៏ពាក្យដែលយើងចង់និយាយទៅកាន់គេតែម្ដងដូចជាពាក្យ hello អញ្ចឹងនេះគឺផ្ដោតទៅលើពាក្យ She said hello I didn't tell her anything ខ្ញុំមិនបានប្រាប់នាងរឿងអីណាកុំចាប់ប្រកាន់ខ្ញុំមិនដឹងអីទេ Tell ផ្ដោតទៅលើការផ្ដល់ព័ត៌មានទៅកាន់នរណាម្នាក់មិនមែនជាសារឬក៏ពាក្យណាមួយទេ She speaks 3 languages នាងអាចនិយាយបានភាសាដល់ទៅ3ភាសា Speak ផ្ដោតទៅលើសមត្ថភាពនៅក្នុងការនិយាយឬក៏អាចធ្វើអីមួយបានប៉ុន្តែពេលខ្លះយើងអាចឃើញគេប្រើពាក្យទាំងពីរទាំង3ហ្នឹងបញ្ចូលគ្នាតែម្ដងនៅក្នុងគ្នាតែមួយឧទាហរណ៍ Please say your name សូមប្រាប់មកតើឈ្មោះអ្នកឈ្មោះអី Please tell me your name សូមជួយផ្ដល់ព័ត៌មានរឿងឈ្មោះអ្នកមកឲ្យខ្ញុំផងតែអត្ថន័យទាំងខុសគ្នាបន្តិច Please say your name គឺផ្ដោតទៅលើឈ្មោះម្នាក់ហ្នឹង Please tell me your name គឺផ្ដោតទៅលើបុគ្គលម្នាក់ហ្នឹងដែលយើងកំពុងតែនិយាយគឺយើងចង់បានព័ត៌មានពីគាត់ Speak ពេលខ្លះអាចផ្ដោតទៅលើអត្តចរិតឬក៏ style ក្នុងការនិយាយឧទាហរណ៍ He speaks politely គាត់និយាយដោយរំទុំសមរម្យ I want to speak to the manager ខ្ញុំចង់និយាយជាមួយអ្នកគ្រប់គ្រងនៅទីនេះជាជាងប្រើពាក្យថា talk យើងអាចប្រើពាក្យ speak ដើម្បីឲ្យន័យហ្នឹងគឺព្រោះស្ដាប់ជាង talk